ដំណើរកំសាន្តឬដំណើរផ្សងព្រេងដើម្បីទៅមើលផ្កាចាហួយជាទូទៅផ្កាចាហួយចាប់ផ្ដើមរីកនៅចុងខែ5រីឯរីកពេញស្អាតនៅខែ6ដល់ពាក់កណ្ដាលខែតែពេលខ្លះភ្លៀងកក់ខែច្រើនក៏អាចរីកមុនខែដែរអញ្ចឹងហើយបើសិនជាបងប្អូនចង់ឡើងភ្នំឲ្យចំពេលវេលាដែលល្អស្អាតបងប្អូនគួរតែរើសយកខែ6និងពាក់កណ្ដាលខែ6ហើយខែនេះជាខែដែលមានភ្លៀងធ្លាក់ខ្លះៗនិងស្មៅលោះខៀវខ្ចីល្អហើយពេលដែលមានភ្លៀងធ្លាក់យើងអាចជួបសមុទ្រពពកនិងមេឃចុះអាប់ហើយយើងជាអ្នកឡើងភ្នំតែងតែជួបហើយមេឃភ្លៀងផ្លូវរអិលផ្លូវឡើងផ្លូវចុះតែងជួបឧបសគ្គជានិច្ចយើងទ្រាំលំបាកបន្តិចដើម្បីបាននៅទេសភាពស្អាតនិងការចងចាំមួយដ៏ល្អហើយខែដែលខ្ញុំទៅនេះគឺចុងខែ6អញ្ចឹងហើយផ្កាចាហួយក៏ចាប់ផ្ដើមរោយបណ្ដើហើយកន្លែងដែលខ្ញុំទៅនេះមានឈ្មោះថាខ្នងក្រពើដោយនៅខាងលើខ្នងភ្នំថ្មមានរាងក្រឡាដូចខ្នងក្រពើអញ្ចឹងរួចហើយទើបគេហៅថាខ្នងក្រពើហើយជាចុងក្រោយក៏សង្ឃឹមថាបងប្អូនទាំងអស់គ្នាត្រូវចេះផ្ដល់ពេលវេលាខ្លះដើម្បីខ្លួនឯងដើម្បីទៅរកកន្លែងមួយដែលអាចអង្គុយស្ដាប់សំឡេងបេះដូងខ្លួនឯងលោត